បាទជំរាបជូនទៅដល់ពុកម៉ែបងប្អូនបាទកសិករយើងទាំងអស់បាទដែលធ្វើស្រោប្រាំងបាទហើយថ្ងៃនេះខ្ញុំបានចុះមកមើលស្រូវរបស់ពុកម៉ែបងប្អូនជាកសិករយើងបាទនៅខាងស្រុកពួកបាទគុំព្រៃជ្រូកដែលគាត់ជ្រើសរើសជាមួយនឹងជីសរីរាង្គផ្កាឈូករ័ត្នបាទសម្រាប់បាញ់បំពន់បាទយើងមើលស្រែនៅអាងទឹកមួយនេះបាទសូមកាមេរ៉ាងាកទៅខាងឆ្វេងដៃរបស់ខ្ញុំបាទនេះអាងទឹកមួយនេះបាទតាំងពីចុងព្រៃនោះបាទរហូតមកដល់ព្រៃដើមឈើល្បេះល្ប៉ោះនៅខាងនោះម្ដុំខាងនោះណាបាទអញ្ចឹងក្នុងផ្ទៃដីក្នុងមួយអាងទឹកនេះជុំវិញជិត1000 ហិកតាបាទហើយនៅឃ្លាំងទឹកមួយនេះគឺពុកម៉ែបងប្អូនជាកសិករយើងគឺជ្រើសរើសជាមួយនឹងជីសរីរាង្គផ្កាឈូករ័ត្នប្រើដល់ទៅ90% ជាងហើយពុកម៉ែបងប្អូនគឺគាត់មានការគ្រប់គ្រងច្រើនមែនទែនបាទហើយមកដល់ថ្ងៃនេះគឺស្រូវគាត់ចាប់ផ្ដើមផើមធំហើយនឹងបែកមួយហើយពុកម៉ែបងប្អូនជាកសិករយើងបាទអញ្ចឹងសូមមើលទាំងអស់គ្នាបាទនេះតើស្រូវដែលប្រើប្រាស់ជាមួយនឹងជីសរីរាង្គផ្កាឈូករ័ត្នសម្រាប់បាញ់បំពន់តើស្រូវមានសុខភាពបែបណាហើយផើមធំបែបណាអញ្ចឹងយើងចាំមើលវែកមើលស្រូវទាំងអស់គ្នាពុកម៉ែបងប្អូនបាទនេះអូនេះផើមធំណាណាបាទនេះដល់នេះហ៎ដើមបាទនេះអញ្ចឹងសម្បីតែស្លឹកបាទឈោស្អាតហើយនេះគួរចេញមកសស្គូសតែម្ដងបាទអត់មានអុចមានអីទេបងប្អូននេះកាមេរ៉ាសូមចាប់ជុំមកបាទនេះស្អាតមែនទែននេះសូមទោសបាទនេះសស្អាតអញ្ចឹងមើលដើមស្រូវរបស់គាត់បាទអញ្ចឹងនៅតំបន់នេះបាទស្រូវប្រាំងនៅតំបន់នេះជាទូទៅកសិករយើងដែលមានការគ្រប់គ្រងក្នុងការប្រើប្រាស់ជាមួយនឹងជីសរីរាង្គផ្កាឈូករ័ត្នបាញ់បំពន់បាទក្នុង1 ហិកតានៅតំបន់នេះគឺ8 តោនបាទ8 តោនជាងហើយខ្លះក៏រត់បានដល់ទៅ9 តោនណាបាទយើងមិនមែនថាប្រើតែជាមួយជីសរីរាង្គផ្កាឈូករ័ត្នបាញ់បំពន់ទេគាត់មានបាចបំពន់ជាមួយនឹងជីគ្រាប់បន្ថែមទៀតបាទអញ្ចឹងជីសរីរាង្គផ្កាឈូករ័ត្នត្រូវបានជួយបាញ់បំពន់ទៅដើម្បីឲ្យស្រូវចេញឫសវែងបាទឲ្យមានលទ្ធភាពនៃការស្រូបយកជីវជាតិដែលនៅក្នុងដីហើយជីវជាតិដែលជីគ្រាប់របស់ពុកម៉ែបងប្អូនដែលបាចបំពន់បន្ថែមនោះដើម្បីឲ្យស្រូវនោះមានលទ្ធភាពនៃការស្រូបយកនិងការលូតលាស់បានល្អដូច្នេះហើយធ្វើឲ្យស្រូវរបស់ពុកម៉ែបងប្អូននៅតំបន់នេះគឺទទួលបាននូវទិន្នផលខ្ពស់មែនទែនបាទ1 ហិកតារហូតដល់ទៅ9 តោនក៏មានដែរបាទសូមអរគុណ